ហេតុការណ៍កាលពីថ្ងៃច័ន្ទទី10ខែសីហាឆ្នាំ2026កន្លងមកដែលល្បីក្នុងបណ្ដាញសង្គមព័ត៌មានថៃគឺតំណាងរាស្ត្រជើងចាស់ដែលជាអតីតអ្នកលេងឈ្មោះឆ្លងរាវរែងដែលជាអតីតសមាជិកសភាខេត្តនន្ទបុរី3អាណត្តិបានប្រើកាំភ្លើងដើម្បីដោះស្រាយបញ្ហាបាញ់ប្រហារលើវរៈសេនីយ៍ឯកធុងឆៃយេនប្រសើតប្រធានក្រុមប្រឹក្សាខេត្តនន្ទបុរីស្លាប់នៅនឹងកន្លែងក្រោយពីកើតហេតុការណ៍នេះបុរសដែលគេស្គាល់មានរហស្សនាមថាឆ្លងងូហៅគឺពោះវែកពាក្យងូហៅនេះអ្នកនយោបាយថៃយកមកប្រើទល់សពថ្ងៃនេះក្នុងករណីដែលក្បត់គណៈបកនោះគេប្រើពាក្យថាងូហៅពុះវែកឆ្លងងូហៅបានធ្វើសេចក្តីថ្លែងការណ៍ដោយមិនតក់ស្លុតសោះឡើយថាគាត់បានជួយវរៈសេនីយ៍ឯកធុងឆៃដែលជាមិត្តភក្តិយូរអង្វែងមកហើយប៉ុន្តែនៅពេលដែលខ្លួនជួបបញ្ហាត្រូវការប្រាក់11លានបាតរបស់ខ្លួនមកវិញលោកធុងឆៃបដិសេធមិននិយាយជាមួយហើយព្យាយាមគេចមុខពីគាត់ចំពោះរឿងនេះកូនស្រីរបស់ជនរងគ្រោះបានចេញមកបញ្ជាក់ហើយថាឪពុករបស់នាងមានលុយគ្រប់គ្រាន់គ្មានរឿងត្រូវទៅខ្ចីលុយពីឃាតករនោះឡើយហើយបើតាមព័ត៌មានពីស្ថាប័នហិរញ្ញវត្ថុថាជនរងគ្រោះឆ្នាំ2025មានទ្រព្យសម្បត្តិជាង300លានបាតនិងមានចំណូលក្នុងមួយឆ្នាំប្រហែលជាង6លានបាតមិនសមនឹងទៅចម្ពាក់បំណុលឃាតករនោះទេហើយចំពោះឃាតករវិញកាលពីឆ្នាំ2011មានទ្រព្យសម្បត្តិតែជាង27លានបាតហើយមានបំណុលដល់88លានបាតឯណោះអ្នកលេងបណ្ដាញសង្គមនិយាយថាជនរងគ្រោះបាត់បង់ជីវិតទៅហើយឃាតករដែលនៅរស់និយាយយ៉ាងម៉េចក៏បានដែរអ្នកវិភាគថាគឺជារឿងចាញ់ឆ្នោតនៅក្នុងខេត្តដែលឈរជើងរឿងនេះមើលទៅឆ្លងងូហៅនឹងជាប់ពន្ធនាគារយូរឆ្នាំមិនខានតែប្រហែលជាមានមនុស្សភាគច្រើនមិនដឹងថាជីវិតរបស់ឆ្លងរាវរែងស្គាល់ពន្ធនាគារច្បាស់បំផុតពីមុនឆ្លងរាវរែងបានចែករំលែករឿងរ៉ាវរបស់គាត់នៅក្នុងទស្សនាវដ្តីមួយកាលពីប្រមាណឆ្នាំមុនដោយបង្ហាញពីអត្តសញ្ញាណពិតរបស់ខ្លួនឆ្លងងូហៅគឺជាអ្នកលេងជើងចាស់ពិតប្រាកដម្នាក់នេះទើបជារឿងគ្មានអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះទេដែលគេហ៊ានបាញ់សម្លាប់មិត្តភក្តិដោយឈាមត្រជាក់បន្ទាប់មកបានហៅប្រព័ន្ធផ្សព្វផ្សាយឲ្យមកផ្សាយផ្ទាល់មុនពេលឲ្យគេចាប់ខ្លួនដោយគ្មានការសោកស្ដាយសោះឡើយឆ្លងងូហៅធ្លាប់និយាយក្នុងទស្សនាវដ្តីថាខ្លួនចាប់ផ្ដើមជាអ្នកលេងតូចតាចនៅម្ដុំវត្តព្រែខាងត្បូងស្រុកមឿងខេត្តនន្ទបុរីបានបញ្ចប់ការសិក្សាពីសាលាបច្ចេកទេសនន្ទបុរីឪពុករបស់ខ្លួនកាលនោះជាប៉ូលីសឋានៈជានាយចំណងដែលបានផ្ទេរទៅនាយកដ្ឋានពន្ធនាគារហើយក្លាយទៅជាអ្នកប្រចាំការនៅពន្ធនាគារបាងខ្វាងហើយខ្លួនចង់ក្លាយជាប៉ូលីសដែរបានព្យាយាមចុះឈ្មោះចូលរៀននៅសាលាប៉ូលីសប៉ុន្តែប្រឡងមិនជាប់គាត់ក៏បានដើរតាមគន្លងរបស់ឪពុកគាត់ហើយធ្វើជាអ្នកយាមពន្ធនាគារដោយបានជួបអ្នកទោសនយោបាយនិងអ្នកទោសប្រហារជីវិតជាច្រើនគាត់បានបម្រើការជាអ្នកយាមពន្ធនាគារអស់រយៈពេល10ឆ្នាំមុនពេលជីវិតត្រូវបានផ្លាស់ប្ដូរពីអ្នកយាមគុកទៅជាអ្នកទោសវិញគាត់ត្រូវបានចាប់ខ្លួននិងចោទប្រកាន់ពីបទចេញសាយស្អុយដោយសារតែខ្ចីប្រាក់កម្ចីខុសច្បាប់មកបើកហាងលក់គ្រឿងទេសនៅក្នុងគុកនិងធ្វើជាអ្នករត់ម៉ូតូឌុបបន្ថែមឆ្លងងូហៅបានរៀបរាប់ផងដែរថាគេជឿលើវាសនាកាលពីគាត់នៅជាអ្នករត់ម៉ូតូឌុបមានស្ត្រីចំណាស់ម្នាក់បានមើលបាតដៃរបស់គាត់ហើយទស្សន៍ទាយថានៅចន្លោះឆ្នាំ1995ដល់ឆ្នាំ1998គាត់នឹងក្លាយទៅជាមនុស្សល្បីម្នាក់ដែលមានគេស្គាល់ទូទាំងប្រទេសនិងមានលុយរាប់រយលានបាតគេគិតថាអ៊ំស្រីម្នាក់នេះឈួតទីដឹងពីព្រោះគេក្រីក្រម្ដាយរបស់គេមានកូនទៅដល់9នាក់ជាប់គុកមិនដល់1ខែផងប្រពន្ធរបស់គាត់បានទៅខ្ចីប្រាក់ពីឪពុករបស់នាងមកសងជនរងគ្រោះហើយគេត្រូវបានដោះលែងពីពន្ធនាគារបន្ទាប់មកគេក៏ធ្វើជាអ្នករត់ម៉ូតូឌុបបន្តទៀតហើយជួបគ្រោះថ្នាក់ចរាចរណ៍ស្ទើរតែបាត់បង់ជីវិតបន្ទាប់ពីជាសះស្បើយគាត់ក៏បានប្រែក្លាយខ្លួនទៅជាមេកាងក្រុមម៉ូតូឌុបដោយដើរតួជាជនពាលពេញទំហឹងប្រកាសខ្លួនមិនបង់លុយឲ្យប៉ូលីសឡើយបើក្រុមអ្នកលេងណាហ៊ានមកប៉ះពាល់កន្លែងរកស៊ីរបស់ខ្លួននឹងត្រូវស្លាប់មិនខានជីវិតរបស់គាត់ថ្ងៃមួយបានផ្លាស់ប្ដូរដោយលក្ខណៈភៀនចរិญស័ព្ទអ្នកនយោបាយល្បីឈ្មោះម្នាក់ក្នុងខេត្តនន្ទបុរីបានផ្ដល់ឱកាសការងារឲ្យគាត់ហើយឧបត្ថម្ភការសិក្សារហូតដល់គាត់បញ្ចប់ថ្នាក់បរិញ្ញាបត្រពីសាកលវិទ្យាល័យច្បាប់និងប្រគល់ភារកិច្ចឲ្យគ្រប់គ្រងប្រាក់20លានបាតក្នុងមួយថ្ងៃទើបគាត់សុំមេប្រើអាវុធដើម្បីការពារសុវត្ថិភាពបន្ទាប់មកគេជ្រើសរើសប្រើអាវុធខ្លីខុសច្បាប់ពីព្រោះក្នុងករណីមានអ្វីកើតឡើងមិនពាក់ព័ន្ធដល់អ្នកផ្សេងឆ្លងងូហៅនិយាយថារហូតដល់ក្រុមហ៊ុននេះចូលទៅក្នុងទីផ្សារភាគហ៊ុនជីវិតរបស់ខ្លួនបានផ្លាស់ប្ដូរកាន់តែខ្លាំងជាងមុនคล้ายទៅជាមនុស្សដែលមានទុកចិត្តបំផុតក្នុងក្រុមហ៊ុនមានសិទ្ធិបើកទូដែកគ្រប់
គ្រប់គ្រងផ្សាយនិងគ្រប់គ្រងគណនីទាំងអស់របស់ក្រុមហ៊ុនដោយសារតែមេទុកចិត្តខ្លាំងបានឲ្យគាត់ចូលប្រឡូកក្នុងនយោបាយក្នុងយុទ្ធនាការបោះឆ្នោតនិងចូលឈ្មោះជាអ្នកនយោបាយមូលដ្ឋានជាសមាជិកក្រុមប្រឹក្សាក្រុងព្រមទាំងឲ្យគ្រប់គ្រងត្រួតពិនិត្យហិរញ្ញវត្ថុរបស់ក្រុមហ៊ុនផងនោះមិនទាន់គ្រប់គ្រាន់ទៀតគេបានទទួលការងារគ្រប់គ្រងក្លឹបនិងធ្វើប្រតិបត្តិការឆ្នោតខុសច្បាប់និងជួយរៀបចំទិញដីលក់ដីឲ្យមេទៀតផងគេរកប្រាក់បានយ៉ាងច្រើនហើយក៏បានវិនិយោគលើភាគហ៊ុនរហូតមានលុយរាប់រយលានបាតដោយដែលគ្រូទាយបានទុះទាយកាលពីជាង10ឆ្នាំមុនឆ្លងនូហៅបានពាក់អាវគណៈបកប្រជាកនថៃចូលឈ្មោះជាសមាជិកសភាខេត្តនន្ទបុរីក្នុងអាណត្តិដំបូងបានផ្ដួលលោកថាវិនច័ន្ទប្រសងដែលជាអ្នកកាន់តំណែងអស់រយៈពេលជាច្រើនអាណត្តិនៅក្នុងខេត្តឆ្លងនូហៅនិយាយថាខ្លួនមិនដែលពាក់អាវធំទេតែពេលនេះចាំបាច់ត្រូវពាក់អាវធំនិងក្រវ៉ាត់កលើកនេះឆ្លងបានរៀបរាប់សំណាងមួយជាន់ទៀតដែលធ្វើឲ្យគេคล้ายខ្លួនទៅជាទីប្រឹក្សារដ្ឋមន្ត្រីក្រសួងមហាផ្ទៃគឺឧត្តមសេនីយ៍ត្រីសាណាន់ខចនប្រសាទប៉ុន្តែព្រាងសំណាងបានរលត់ភ្លាមនៅពេលដែលខ្លួនត្រូវបានចោទប្រកាន់ពីបទលួចចម្លង CD លក់ដែលជារឿងអាស្រូវពេញប្រទេសតែឆ្លងថាខ្លួនមិនបានធ្វើទេទើបគ្មានការដាក់ទោសពេយហើយទីបំផុតគេបានគេចផុតពីការចោទប្រកាន់ឆ្លងរាវរែងនិយាយថានយោបាយបានបង្រៀនឲ្យយើងដឹងថាវាមិនមែនជាសង្គមរបស់យើងទេនយោបាយតម្រូវឲ្យយើងចេះសម្ដែងត្រូវក្លាហានក្នុងការនិយាយកុហកក្លាហានក្នុងការចូលស្ទឹងតាមបទហ៊ាននិយាយសទៅជាខ្មៅទៅជាសប្រវត្តិចូលគណៈបករបស់ឆ្លងរាវរែងឆ្នាំ1996ដល់ឆ្នាំ1997គណៈបកប្រជាកនថៃបម្រើការជាសមាជិកសភាលើកដំបូងនិងបានបង្កើតប្រវត្តិនៃក្រុមពុះវែកមុនគេក្នុងប្រវត្តិសាស្ត្រនយោបាយថៃឆ្នាំ1998ដល់ឆ្នាំ2000គណៈបករដ្ឋសដនឆ្នាំ2000ដល់ឆ្នាំ2004គណៈបកឆាតផฒនាឆ្នាំ2004ដល់ឆ្នាំ2007គណៈបកថៃរកថៃបានបម្រើការជាសមាជិកសភាលើកទី2ក្នុងការបោះឆ្នោតឆ្នាំ2005ឆ្នាំ2007ដល់ឆ្នាំ2011គណៈបកប្រជារាស្ត្រឆ្នាំ2011ដល់ឆ្នាំ2018គណៈបកភឿថៃបានបម្រើការជាសមាជិកសភាលើកទី3ក្នុងការបោះឆ្នោតឆ្នាំ2011ឆ្នាំ2019និងឆ្នាំ2025គណៈបកខ្លាំងប្រជារាស្ត្រឆ្នាំ2023គណៈបកភូមិใจថៃចូលឈ្មោះបោះឆ្នោត